ជំរាបសួរសូមស្វាគមន៍កាន់ Channel YouTube របស់ខ្ញុំថ្ងៃនេះមានវីដេអូថ្មីមួយទៀតហើយនឹងបង្ហាញបងប្អូនតគ្នាអំពីរបៀបភ្ជាប់គម្រោងដូរលុយថ្មីប្រចាំថ្ងៃរបស់ Cell Card ឆ្នាំ2026នេះគឺមានការភ្ជាប់10សេន30សេននិង50សេនហើយនឹង10សេនសម្រាប់ធ្វើការ call ផងដែរឥឡូវនេះយើងមើលពីរបៀបភ្ជាប់គម្រោងដូរលុយថ្មីប្រចាំថ្ងៃរបស់ Cell Card ឆ្នាំ2026 10សេនទាំងអស់គ្នារបៀបភ្ជាប់10សេនយើងទទួលបានអ៊ីនធឺណិត200 MB ហើយយើងប្រើបានតែមួយថ្ងៃទេរបៀបភ្ជាប់10សេននោះគឺយើងចុចទៅកាន់លេខផ្កាយ16 17ផ្កាយលេខ1ត្រង់ជ្រុកតែមកចុចជូនទៅនោះយើងនឹងបានភ្ជាប់គម្រោងដូរលុយប្រចាំថ្ងៃរបស់ Cell Card 10សេនដោយជោគជ័យគឺ10សេនយើងទទួលបានអ៊ីនធឺណិត200 MB យើងលេងបានមួយថ្ងៃហើយមើលពីរបៀបភ្ជាប់30សេនសម្រាប់ប្រើអ៊ីនធឺណិតមួយថ្ងៃហើយ30សេនហ្នឹងយើងទទួលបានអ៊ីនធឺណិតរហូតដល់700 MB របៀបភ្ជាប់30សេនគឺយើងចុចទៅកាន់លេខផ្កាយ16 17ផ្កាយលេខ2ត្រង់ជ្រុកតែមកចុចជូនទៅនោះយើងនឹងបានភ្ជាប់គម្រោងដូរលុយប្រចាំថ្ងៃរបស់ Cell Card 30សេនដោយជោគជ័យគឺ30សេនយើងទទួលបានអ៊ីនធឺណិត700 MB ហើយយើងប្រើបានមួយថ្ងៃហើយយើងមើលពីរបៀបភ្ជាប់50សេនម្ដង50សេនរបស់ Cell Card ប្រចាំថ្ងៃគឺយើងទទួលបានអ៊ីនធឺណិតរហូតដល់ 25 ហើយយើងអាចប្រើបានរយៈពេល3ថ្ងៃឯណោះរបៀបភ្ជាប់គឺយើងចុចទៅកាន់លេខផ្កាយ16 17ផ្កាយបន្ទាប់មកលេខ3ត្រង់ជ្រុកតែមកទៀតយើងចុចសញ្ញាបញ្ជូនទៅនោះយើងបានភ្ជាប់គម្រោងដូរលុយថ្មីរបស់ Cell Card ប្រចាំថ្ងៃដែលជោគជ័យគឺ50សេនយើងទទួលបានអ៊ីនធឺណិត1GB 25យើងលេងអ៊ីនធឺណិតបាន3ថ្ងៃឯណោះហើយមួយទៀតរបៀបភ្ជាប់10សេនសម្រាប់ធ្វើការ call ក្នុងប្រព័ន្ធគឺរបៀបភ្ជាប់10សេនសម្រាប់ធ្វើការ call ក្នុងប្រព័ន្ធរបស់ Cell Card ថ្មីគឺយើងចុចទៅកាន់លេខផ្កាយ16 17ផ្កាយបន្ទាប់មកលេខ4តែមកទៀតសញ្ញាត្រង់ជ្រូកហើយយើងចុចជូនទៅនោះយើងបានភ្ជាប់គម្រោងដូរលុយសម្រាប់ធ្វើការ call ក្នុងប្រព័ន្ធដោយជោគជ័យគឺយើងភ្ជាប់10សេនយើងទទួលបានការ call ក្នុងប្រព័ន្ធរហូតដល់100នាទីឯណោះយើងឆែកមើលចំនួនទិន្នន័យអ៊ីនធឺណិតដែលយើងទទួលបាននិងអំពីសុពលភាពនៃការប្រើប្រាស់របស់យើងគឺយើងអាចធ្វើការចែកឃើញដោយយើងចុចទៅកាន់លេខផ្កាយ1201ត្រង់ជ្រូកតែមកចុចជូនទៅនោះយើងនឹងឃើញអំពីចំនួនទិន្នន័យអ៊ីនធឺណិតដែលយើងទទួលបាននិងអំពីសុពលភាពនៃការប្រើប្រាស់របស់យើងហើយមួយទៀតវិញរបៀបឆែកមើលលេខទូរស័ព្ទរបស់យើងនៅក្នុងប្រព័ន្ធសេកាហ្នឹងហើយនឹងឈ្មោះរបស់យើងនៅក្នុងប្រព័ន្ធសេកាហ្នឹងគឺយើងអាចធ្វើការឆែកឃើញដោយយើងចុចទៅកាន់លេខផ្កាយ1202ត្រង់ជ្រូកតែមកចុចជូនទៅនោះយើងនឹងឃើញលេខទូរស័ព្ទរបស់យើងនៅក្នុងប្រព័ន្ធសេកាហ្នឹងហើយនឹងឈ្មោះរបស់យើងនៅក្នុងប្រព័ន្ធសេកាហ្នឹងដែលយើងយកតាក់ស៊ីនបានទៅទិញលេខហ្នឹងនោះយើងឃើញឈ្មោះរបស់យើងហើយមួយទៀតវិញរបៀបផ្ដាច់បើសិនយើងចង់ធ្វើការផ្ដាច់គម្រោងដូរលុយរបស់យើងវិញគឺយើងអាចធ្វើការផ្ដាច់បានដោយយើងចុចទៅកាន់លេខផ្កាយ1200ត្រង់ជ្រូកតែមកចុចជូនទៅហើយយើងធ្វើតាមការណែនាំរបស់ក្រុមហ៊ុនយើងជ្រើសរើសយកគម្រោងណាមួយដែលយើងចង់ធ្វើការផ្ដាច់យកមកធ្វើការផ្ដាច់មកនោះយើងនឹងបានផ្ដាច់គម្រោងដូរលុយនឹងដោយជោគជ័យផងដែរហើយមួយទៀតវិញរបៀប call ទៅកាន់ក្រុមហ៊ុន Cell Card ដើម្បីជួបនៅសហការីរបស់ Cell Card យើងចង់សួរពីព័ត៌មានផ្សេងៗគឺយើងចុចទៅកាន់លេខ1204តែមកចុចជូនទៅនោះយើងនឹងបានជួបនៅសហការីរបស់ Cell Card ហើយមួយទៀតគឺរបៀបបញ្ចូលលុយតាមរយៈកាតកោសថ្មីឆ្នាំ2026នេះរបៀបបញ្ចូលលុយតាមរយៈកាតកោសគឺយើងចុចទៅកាន់លេខផ្កាយ1203ផ្កាយតែមកទៀតលេខកូដកាតដែលយើងកោសឃើញប្រហែលផ្ទាល់គឺយើងបញ្ចូលអស់មកយើងបញ្ចូលបានត្រឹមត្រូវហើយតែមកទៀតគឺយើងចុចសញ្ញាត្រង់ជ្រូកខាងក្រោយគេហើយតែមកយើងចុចសញ្ញាបញ្ជូនទៅនោះយើងនឹងបានបញ្ចូលលុយតាមរយៈកាតកោសដោយជោគជ័យផងដែរអញ្ចឹងវីដេអូនៃការបង្ហាញពីរបៀបភ្ជាប់គម្រោងដូរលុយប្រចាំថ្ងៃរបស់ Cell Card 10សេន30សេន50សេនហើយនិង10សេនគឺសូមចាប់ត្រឹមនេះសូមអ្នកទាំងគ្នាចូលរួមចុចអក្សរ Subscribe និង Like នៅខាងក្រោមវីដេអូនេះផងសូមអរគុណ